wow sẽ po lưng lươn không bọnនេះជាសម្បុកនាងដែលនៅពេលដែលចាក់សម្បុកហើយយើងយកមករោងជាងស្រាវដូច្នេះការស្រាវហ្នឹងគឺយើងមានពីរដំណាក់កាលគឺដំណាក់កាលទី1យើងស្រាវយកសូត្រក្បាលបាទសូត្រក្បាលហ្នឹងគឺសូត្រដែលមានសរសៃកក្រើមដែលយើងអាចធ្វើដូចជាអាវនេះបានហើយសន្តិបទី2គឺយើងហៅថាសូត្រសាច់ហ្នឹងគឺភ្លឺរលោងchứ bong là ro sầm bốc niên ở cứ miên là mà po nữa cái bong này យើងមានប្រភេទសម្បុកនាងខុសគ្នាដូចជាសូត្រនៅក្នុងស្រុកយើងគឺយើងហៅថាសូត្រមាសដែលមានពណ៌លឿងយើងចិញ្ចឹមទៅតាមអាកាសធាតុរបស់យើងគឺមានពណ៌លឿងនេះវាអំណោយផលច្រើនដែរបាទពណ៌មាសពណ៌លឿងបាទ bong nhầm chặt vào mũi tiệt cho muốn hai cái bánh chừng cho mấy đại cà tô đã từng chừng đấy bong អានេះយើងដាក់ទឹកកុំឲ្យស្មោចឡើងមករោមឬក៏មក ខ្លាយស្មោចចូលមករោមសម្បុកកូននាងបងណា អូខេតោះយើងមើល អានេះយើងមិនមែនស្ងោរហូបទេបងណា បាទយើងស្ងោរហ្នឹងគឺយើងស្រាវយកសរសៃសូត្រពីសម្បុកនាងរបស់យើងដូច្នោះអានេះជាដំណាក់កាលទី1ដែលយើងស្រាវយកយើងហៅសូត្រក្បាលឬក៏សូត្រកក្រើមហ្នឹងណាបាទស្ងោរទឹកធម្មតាហើយយើងដាក់សម្បុកនាងចូលចំនួន80សម្បុកទៅមកយើងយកច្រាសជក់ថ្នោតហ្នឹងមកដួសនៅខាងក្នុងដើម្បីចាប់យកសរសៃសូត្រពីសម្បុកនាងនីមួយៗទៅមកបានយើងរុំបញ្ចូលគ្នាបានជាសរសៃមួយខ្សែហើយបានកាត់ប្រវៃរហូតដើម្បីឲ្យចេញសរសៃបាទ nhưng cái này níដំណាក់កាលទី1បងណាចុះដំណាក់កាលទី2វិញ ដំណាក់កាលទី2នៅខាងនេះ ដំណាក់កាលទី1និងដំណាក់កាលទី2ខុសគ្នាបងណាបាទបច្ចេកទេសយកខុសគ្នា បាទខុសគ្នាដូចចុះខាងនោះយើងមាន80សម្បុកខាងនេះយើងដាក់មាន25សម្បុកជួនកាល45សម្បុកជួនកាល60សម្បុកអាស្រ័យទៅលើបើយើងចង់បានសរសៃសូត្ររបស់យើងធំត្រាស់មឹមយើងដាក់សម្បុកច្រើនដល់ពេលដែលគាត់ស្រាវអស់ហើយអាហ្នឹងហើយជាដកដឿនៅខាងក្នុងជាទូទៅនៅបើនៅស្រស់យើងអាចញ៉ាំបាន អញ្ចឹង បាទយើងអាចញ៉ាំបាន ចុះអានេះស្វិត ស្វិតយើងញ៉ាំបានប៉ុន្តែយើងត្រូវសម្អាតយកទៅដាក់គ្រឿងអីលីង កន្លែងនេះក៏យើងអាចញ៉ាំបានដែរ យើងអាចញ៉ាំបានដែរប៉ុន្តែយើងរកឲ្យស្រស់បន្តិចចង់ភ្លក់ ចង់ហ្នឹងមកចង់ភ្លក់បាទ ហ្នឹងអាចរើសយកបកអូតែយើងបកសិនបងណា តែយើងបកបើយើងកុំបកបានអត់ អត់បកឲ្យបានទេព្រោះឲ្យវាមានសទឹកសរសៃសូត្រនៅជាប់ដែរបាទ ដាក់ចូលមាត់បងជ្រុលហើយ ខ្ញុំចូលចិត្ត អ្នកខ្លាចខ្លាចចឹងឆ្អិនច្រើនណាស់មុនគេបងលឿនជាង អានេះចាំខ្ញុំចកថងយកផ្ទះហ្មងតែចូលបន្តទៀតយើងធ្វើគេបង បាទពេលដែលស្រាវដំណាក់កាលទី2ហើយបានយើងយកទៅសម្អាតយកទៅបេះកមបាទនេះជាសូត្រក្បាលឬក៏សទឹកទី1បាទដែលយើងស្រាវហើយយើងយកមកខាងនេះគឺជាផ្នែកមួយដែលគិតត្រូវសម្អាតសម្អាតហ្នឹងគឺយើងបេះកមពីសរសៃសូត្ររបស់យើងបាទមានខ្មៅ ចឹងវេននេះសម្អាតរួចហើយបង បាទនេះសម្អាតហើយ គឺរឹងដែរណា បាទនេះសទឹកទី1និងសទឹកទី2ដែលយើងហៅថាសូត្រសាច់ យើងបន្ទាប់ពីសម្អាតហើយយើងជ្រលក់ពណ៌មែនទេបង បាទ យកដូចអាវខ្ញុំពាក់នេះអានេះយើងមានត្រូវការជ្រលក់ពណ៌ឬក៏ពណ៌ original នេះយើងជ្រលក់ដែរ តែមានប្រភេទអាវដែលយើងអត់ជ្រលក់ពណ៌យើងប្រើអំបោះដើមហ្មងមានតែបងហ៎ យើងមានដែរប៉ុន្តែជាទូទៅដូចយើងប៉ះអញ្ចឹងវារឹងបាទវារឹងដោយសារអីជឿនៅពេលដែលដង្កូវបញ្ចេញធ្វើចាក់សរសៃសូត្រហ្នឹងគឺវាធ្វើឲ្យសរសៃសូត្ររបស់យើងរឹងដោយសារយើងត្រូវយកទៅបោកសម្អាតឲ្យវាជ្រះក្អែលជ្រះជាតិជឿទឹកមាត់ហ្នឹងបានយើងដាក់ពណ៌ផ្សេងចូល កន្លែងនេះគេធ្វើអីគេដែរបង អានេះយើងហៅថារហ្នឹងគឺយើងបន្ទាប់ពីបោកសម្អាតទន់ស្អាតហើយយើងជ្រលក់ពណ៌ពេលដែលជ្រលក់ពណ៌រួចហើយបានយើងយកមួយបាច់ហ្នឹងមកដាក់នឹងល្វីរបស់យើងដើម្បីយើងរចូលហុងឬក៏ប៉លេក្នុងដំណាក់កាលដែលយើងបោកឬក៏ដាក់ពណ៌ហ្នឹងព្រោះវាចម្ពាក់ឥឡូវយើងប៉លេកុំឲ្យចម្ពាក់នៅពេលដែលដាច់គឺយើងតធម្មតា ច្រើនដំណាក់កាលមែនតើហ្មងណា ពណ៌សហ្នឹងគឺយើងគ្រាន់តែបោកហើយធម្មតាទេយើងអត់បានដាក់ពណ៌ទេ ពណ៌សនេះមិនបាច់ចាំលាបថ្នាំទេណាជុំមិនក៏សម្បុកពណ៌មាសតែពេលដំណាក់កាលដែលយើងសម្អាតហើយទៅចេញពណ៌សវិញហ្មងណា តែពេលយើងបោកពេលយើងសម្អាតទៅគឺវាចេញបាទចេញបានមាត់ចេញក្អែល សម្បុកពណ៌មាសតែពេលលទ្ធផលចុងក្រោយយើងស្មានថាពណ៌មាសតាមពិតពណ៌សទេចឹង
ចឹងបន្ទាប់ពីនឹងហើយយើងត្រូវទៅណាទៀតបង បន្ទាប់ពីនេះហើយបានយើងយកទៅរៀបចំអន្ទងធ្វើជាផ្ទៃមុននឹងយើងត្បាញឬក៏មុននឹងយើងដាក់កៃដល់ពេលដែលពេញហុងហើយយើងមកយកមកខាងនេះអានេះជាដំណាក់កាលមួយដែលយើងរៀបចំអន្ទងដូច្នោះគឺយើងមានហុងចំនួន180ហុងឬក៏200ហុងដើម្បីយើងដាក់រៀបជាផ្ទៃបាទបន្ទាប់ពីរៀបផ្ទៃហើយយកមកដាក់រៀបចំនឹងកៃដើម្បីរៀបដង្កអានេះជាដំណាក់កាលមួយមុននឹងយើងយកទៅត្បាញដូច្នេះនេះគឺរៀបចំផ្ទៃហើយនឹងដង្កកំណើតហ្នឹងគឺតួនាទីញែកសរសៃសូត្រដើម្បីយើងជឿនឈ្នន់ទៅវាទាញបើកមុខសុទ្ធផ្ទៃរបស់យើងឡើងចុះដើម្បីយើងចោលត្រល់កាត់ចុះកាត់ឡើងទៅយើងពុះបញ្ចូលដើម្បីកើតជាសាច់កណាត់បាទ ចុះຂະຫນាតនេះសម្រាប់យើងយកធ្វើគេដែរបងຂະຫນាតប្រវែង ຂະຫນាតហ្នឹងគឺយើងធ្វើសម្រាប់ជាកម្មាដូច្នោះយើងប្រើចំនួន2500សរសៃឬក៏3000សរសៃអាស្រ័យទៅលើទំហំ ຂະຫນាតមួយសិតតែកំណត់សរសៃទៀតបង បាទកំណត់សរសៃជាបាទនៅខាងនេះគឺគិតចាប់ផ្ដើមចងហើយលើកជាម៉ូដមួយនេះនៅពេលដែលសម្រេចគឺដូចកម្មាដែលយើងកំពុងតែស្ពាយហើយគិតមានម៉ែត្រមានបន្តិតវាស់ប៉ុន្មានសង់ទីម៉ែត្រដើម្បីចេញជាម៉ូដជាគោមនេះណាហើយគាត់មានຂະຫນាតដើម្បីចង គឺយើងជាលក់ឆ្នាំកន្លែងណាដែរបង ហើយចូលការចលក់យើងមានទៅតាមពើដែរ កន្លែងនេះខ្ញុំស្មានចក្រានបាយស្មានបងស្រីកំពុងតែធ្វើម្ហូបតា ជួនកាលយើងចលក់តូចអញ្ចឹងគឺយើងសម្រាប់យកទៅធ្វើជាជាយកម្មាទេណានៅពេលដែលយើងចលក់ជាកម្មាធំឬក៏សម្ពុតផ្សេងគឺយើងប្រើឆ្នាំងធំការចលក់គឺយើងប្រើពេលយ៉ាងតិចបំផុតគឺ45នាទីដែលយើងចលក់បន្ទាប់ពីចលក់ហើយយើងយកទៅបោកសម្អាតរហូតដល់លែងចេញពើហើយបានយើងយកមកដាក់រៀបចំត្បាញ ចុះហេតុអីបានយើងមិនជន់ឬក៏យើងដាក់ម៉ាស៊ីនបោកទៅចាំបាច់ធ្វើចឹងទៅ នៅទីនេះយើងអត់ប្រើម៉ាស៊ីនទេតែតាមបច្ចេកទេសគឺយើងត្រូវគក់វិញបើសិនជាយើងឡើងជិនពើនោះវាអត់ជ្រាបចូលសពនៅកន្លែងផ្សេងទេគឺយើងត្រូវបោកបន្ទាប់ពីរោងស្រាវហើយយើងទៅរោងតម្បាញបាទរោងតម្បាញយើងទៅមើលគេត្បាញប្រភេទលាតសាច់លាតធម្មតាហើយនឹងត្បាញមានម៉ូដផ្សេង បាទនេះជាយើងហៅរោងជាងតម្បាញសូត្រ ច្រើនដំណាក់កាលមែនតើហ្មង ចឹងបានយើងពាក់ទៅស្អាតបាញ់ឃើញ fit ជាមួយនឹងខ្លួនឯងហើយមានអារម្មណ៍ថាប្រណិតមែនតើចា ស្អាតហើយថ្លៃថ្នូរបាទយើងប្រើ ឥឡូវយើងដើរមើលមកបងខ្ញុំចង់ឃើញសម្បត្តិពើដែរ បងកន្លែងនេះគាត់ធ្វើអីគេដែរបង អានឹងកន្លែងយើងរសរសៃសូត្ររបស់យើងដាក់បញ្ចូលនឹងហុងបាទកូនហុងតូចៗហ្នឹងគឺយើងយកទៅដាក់ក្នុងត្រល់ និយាយទៅសំបីតាមការធ្វើហុងធ្វើអីហ្នឹងក៏មានច្រើនដំណាក់កាលដែរណាបងចឹងឥឡូវពេលយើងចាប់ពីកន្លែងហ្នឹងយើងត្រូវទៅណាទៀតបង យើងត្រូវទៅមើលគេត្បាញនេះយើងហៅកៃត្រង់នេះគឺពាក្យកដាលស្វ័យប្រវត្តិដោយសារអីយើងត្បាញកន្លែងនេះយើងអត់មានម៉ូដឬក៏មានតែមួយពើទេអញ្ចឹងយើងត្បាញចូលគ្នារវាងយើងហៅថាសូត្រសាច់ហើយនឹងសូត្រខ្មាល់ ចុះធ្វើម៉េចបានចេញជាកាឡាអញ្ចឹងបង អាកាឡានេះចាំយើងទៅមើលនៅកៃប្រតិបទៀតយើងនឹងមានត្បាញម៉ូដផ្សេងទៀតបាទបងយើងទៅមើលទៀត អូកណាត់នេះខុសពីកណាត់នោះបងណែ នេះគឺសន្តិភាពខាងក្នុងដែលយើងហៅថាសុទ្ធសាច់ដូច្នោះតែយើងផលិតមកគឺចេញភ្លឺរលោងបាទទន់ហើយស្វិត ទៅគ្រាន់តែសាច់ទឹកសិតតកៅនាងមួយក៏អាចបែងចែករបៀបថាជាពីរផ្នែកដែរបងណោះ បាទបាទ អ
មូលហេតុអីបានកន្លែងខ្លះគាត់ធ្វើទៅតឹងរៀងធំអីកន្លែងខ្លះទៅតឹងរៀងតូចអញ្ចឹង អាហ្នឹងខុសគ្នាដោយសារតម្លើងជារាងជាក្រមាស្រេចតែម្ដង អូຂະຫນាតនេះຂະຫນាតកម្មាមកបងណា ណាត់ក្រមាហើយនៅខាងនោះធំដោយសារយើងតម្លើងមុខ1.10 ម៉ែត្រឬក៏1.20 ម៉ែត្រហ្នឹងដើម្បីយើងយកទៅកាត់ធ្វើជាសម្ពុតសម្លៀកបំពាក់ផ្សេងៗយើងចូលគោមមួយនេះយើងមានពើដូចគ្នាប៉ុន្តែយើងហៅចរបាប់បាទចរបាប់ហ្នឹងគឺជាគោមបុរាណរបស់យើងមានចរបាប់មានអាឡបើកម្លិះបាទហ្នឹងគឺជាម៉ូដបុរាណរបស់យើងដូច្នោះក្នុងមួយថ្ងៃគាត់អាចត្បាញបានកន្លះម៉ែត្រអាស្រ័យទៅលើបាច់ច្រើន អញ្ចឹងមានន័យដែលការបាញ់ហូលក្បាច់នេះគឺពិបាកជាងប្រភេទលាតអ្នកដែលរើសសរសៃសូត្រផ្ទៃរបស់យើងគិតដឹងថារើសប្រមាណសរសៃដើម្បីលើកមកលើដើម្បីបំផុសម៉ូដឬក៏ផ្ការបស់យើង ពិបាកទាំងការធ្វើពិបាកទាំងការគិតទៀតបាទតែយើងដាក់មិនត្រូវគឺអត់ត្រូវក្បាច់ទេ គឺខុសតែមួយសរសៃផ្ការបស់យើងគឺវាអត់ពេញបរិបូរណ៍ផ្កាឬក៏គោមរបស់យើង សម្រាប់យើងគ្រាន់មើលក៏យើងមានសម្ពាធដែរណា បាទ ព្រោះថាពេលសម្បបានមកភាពស្រស់ស្អាតនេះអត់ងាយទេ អញ្ចឹងបន្ទាប់ពីហើយពីនេះទៅយើងអាចយកពាក់បានទេបង នៅទេបន្ទាប់ពីយើងធ្វើហើយយើងមានអ្នកជំនាញខាងពិនិត្យគុណភាពទាំងក្បាច់ទាំងសរសៃយើងត្រូវឲ្យគិតពិនិត្យ 2-3 ដងសិនបានយើងយកទៅដាក់តាំងដើម្បីលក់ អញ្ចឹងចង់ឲ្យបងជូនទៅកន្លែងហ្នឹងមក បាទតោះយើងទៅមើលផលិតផលសម្រាប់បាទ